Hello everyone, now we come back to our new English lesson. Okay, today's lesson is about book mean that សៀវភៅ đúng không? Book យើងប្រែថាសៀវភៅ អញ្ចឹងតើពាក្យសៀវភៅ យើងសន្ទនាបែបណាបង make a English conversation in a short English conversation អញ្ចឹងយើងមកមើលថាសំណួរទី1គឺ do you like reading do you like reading បាទគឺថាយ៉ាងសួរអ្នកណាម្នាក់មិត្តភក្តិឬក៏អ្នកណាមួយដែលចូលចិត្តអានណាទេបាទចូលចិត្តអានទេអញ្ចឹងយើងសួរសំណួរនេះ do you like reading do you like reading តើអ្នកចូលចិត្តអានទេបាទចម្លើយ yes I like reading very much yes I like reading very much បាទនេះបាទខ្ញុំចូលចិត្តអានខ្លាំងណាស់បាទខ្ញុំចូលចិត្តអានខ្លាំងណាស់ very much ខ្ញុំប្រែថាខ្លាំងណាស់ណាបង yes I like reading book very much បាទ do you like reading yes I like reading very much បាទឥឡូវយើងមើលសំណួរចម្លើយបន្តទៀត have you got book at home ឬក៏ have you got any book at home តើអ្នកមានសៀវភៅនៅផ្ទះដែរទេបាទចម្លើយ I have got a lot of book I have got a lot of book បាទ I have got a lot of book បាទខ្ញុំមានសៀវភៅច្រើនបាទនៅផ្ទះមានសៀវភៅច្រើនដែរបាទបន្តទៀត What do you like to read What do you like to read បាទ What do you like to read 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 យើងអានថា read បាទ read read យើងប្រែថាអានណាបងបាទយើងប្រធានបទក្នុងទីនេះគឺអានឬក៏ book វាបានសៀវភៅ What do you like to read តើអ្នកចូលចិត្តអានអ្វីដែរអានអីដែរបាទ I like to read short stories I like to read short story បាទអញ្ចឹងបើសិនបើយើងប្រើពាក្យ like reading យើងអាចប្រើពាក្យ to ទេប៉ុន្តែបើសិនជាយើងប្រើពាក្យ like ហើយ read អត់មាន ding គឺយើងប្រើថា I like to read បាទឬក៏ I like reading short story បាទខ្ញុំចូលចិត្តអានរឿងប្រភេទសៀវភៅរឿងខ្លីៗអញ្ចឹងណាបាទ I like to read a short story បាទបន្តទៀត What is your favorite book What is your favorite book បាទខ្ញុំចង់សួរគេអញ្ចឹងណា What is your favorite book តើសៀវភៅដែលជាចំណង់ចំណូលចិត្តដែលចូលចិត្តអានសៀវភៅអីដែរបាទជាប្រភេទសៀវភៅអីដែរ What is your favorite book ដល់ពេលយើងចម្លើយបាទ My favorite book is history បាទ My favorite book is history សៀវភៅដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺជាគេហៅថាសៀវភៅតាក់ទងទៅនឹងប្រវត្តិសាស្ត្រអីចឹងណាបាទហ្នឹងគឺចូលចិត្តតែមែនតើ My favorite book is history បាទបន្តទៀត How long have you been reading How long have you been reading book ក៏បានដែរយើងបញ្ចូលមកណា How long have you been reading book បាទតើអ្នកចូលចិត្តអានឬក៏តើអ្នកបានអាននឹងវារយៈពេលប្រហែលឆ្នាំហើយបាទដែលអាននឹងប្រហែលឆ្នាំហើយបាទចម្លើយ I have been reading for 2 years I have been reading for 2 years I have been reading for 2 years អញ្ចឹងខ្ញុំបានអាននៅអស់រយៈពេល2ឆ្នាំហើយបាទ I have been reading for 2 years បាទឥឡូវយើងមើលមេរៀននេះគឺយើងចប់ត្រឹមប៉ុណ្ណឹងបងយើងជួបគ្នាមេរៀនក្រោយសម្រាប់បងប្អូនដែល
ចង់សិក្សាឬក៏ចង់បានមេរៀនថ្មីៗបងប្អូនកុំភ្លេចចុចពាក្យជាវឬក៏ Subscribe ដើម្បីទទួលបានមេរៀនថ្មីៗហើយយើងក៏មានវគ្គសិក្សាបង្វឹកបងប្អូនប្រព័ន្ធទៅនឹងការរៀនភាសាអង់គ្លេសនេះផងដែរសម្រាប់បងប្អូនដែលចង់សិក្សាអាច comment នៅខាងក្រោមនេះបានបាទអញ្ចឹងសម្រាប់វីដេអូនេះយើងមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយជាបន្តទៀតបាទ